ផ្ដើមចេញពីរឿងក្តីមួយបានបណ្ដាលឲ្យមានចលនាទាមទារការលុបបំបាត់ការរើសអើងពណ៌សម្បុររវាងស្បែកសនិងស្បែកខ្មៅនៅឯសហរដ្ឋអាមេរិកសាវតារឿងគឺយ៉ាងដូចនេះនៅសហរដ្ឋអាមេរិកកាលពីមុនឆ្នាំ1954ជាពិសេសនៅបណ្ដារដ្ឋភាគខាងត្បូងសង្គមត្រូវបានបែងចែកយ៉ាងដាច់ស្រឡះតាមរយៈពណ៌សម្បុរនិងមានការរើសអើងយ៉ាងខ្លាំងមនុស្សស្បែកសនិងមនុស្សស្បែកខ្មៅមិនអាចជិះរថយន្តក្រុងកៅអីជួរជាមួយគ្នាមិនអាចប្រើប្រាស់បន្ទប់ទឹកជាមួយគ្នាជាដើមជាពិសេសគឺមិនអាចរៀនសាលាជាមួយគ្នាបានឡើយនៅទីក្រុងតូពីការដ្ឋកាន់សាសកុមារីស្បែកខ្មៅម្នាក់ឈ្មោះ Linda Brown អាយុ9ឆ្នាំត្រូវដើរយ៉ាងឆ្ងាយពីផ្ទះដើម្បីជិះរថយន្តក្រុងបន្តរាប់សិបគីឡូម៉ែត្រទៅសាលារៀនសម្រាប់កុមារស្បែកខ្មៅខណៈដែលក្បែរផ្ទះរបស់នាងក៏មានសាលាដែរប៉ុន្តែជាសាលាសម្រាប់សិស្សស្បែកសលោក Oliver Brown ឪពុករបស់កុមារី Linda ធ្លាប់បានទៅសុំចុះឈ្មោះកូនស្រីរបស់គាត់ឲ្យបានចូលរៀននៅសាលាសិស្សស្បែកសក្បែរផ្ទះរបស់គាត់ប៉ុន្តែត្រូវបានសាលាបដិសេធដោយទ្រាំនឹងភាពអយុត្តិធម៌យ៉ាងដូចនេះមិនបានលោក Oliver ក្រោមការជួយជ្រោមជ្រែងពីអង្គការ NAACP ដែលជាអង្គការធ្វើកិច្ចការងារពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សបានដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងក្រុមប្រឹក្សាអប់រំទីក្រុងកូពីតារដ្ឋកាន់សាសទៅកាន់តុលាការថ្នាក់តំបន់ដើម្បីប្រឆាំងចំពោះការរើសអើងនិងការបែងចែកសាលាយ៉ាងដូចនេះតុលាការថ្នាក់តំបន់បានសម្រេចសេចក្តីឲ្យខាងក្រុមប្រឹក្សាអប់រំជាអ្នកឈ្នះក្តីដោយសំអាងទៅលើសេចក្តីសម្រេចជាយុទ្ធសាស្ត្រក្នុងរឿងក្តីចាស់ Plessy ទល់នឹង Ferguson ឆ្នាំ1896ដែលបានកំណត់យកគោលការណ៍ដាច់ដោយឡែកពីគ្នាប៉ុន្តែស្មើភាពគ្នាបន្ទាប់មកលោក Oliver បានប្តឹងទៅកាន់តុលាការកំពូលសហរដ្ឋអាមេរិកបន្តទៀតក្នុងពេលដំណើរការរឿងក្តីនេះនៅតុលាការកំពូលអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍គឺយុទ្ធសាស្ត្ររបស់លោកមេធាវី Thurgood Marshall ក្នុងការការពារក្តីឲ្យលោក Oliver មេធាវីបានយកកត្តាចិត្តសាស្ត្រធ្វើជាមូលដ្ឋាននៅក្នុងការតតាំងក្តីនេះដោយលោកបានស្នើឲ្យតុលាការក៏ហៅអ្នកជំនាញចិត្តសាស្ត្រពីររូបមកបង្ហាញអំពីលទ្ធផលនៃការពិសោធន៍តុក្កតាដោយក្នុងនោះគេបានយកតុក្កតាចំនួន2ប្រភេទមួយសម្បុរសនិងមួយទៀតសម្បុរខ្មៅឲ្យកុមារអាយុចន្លោះពី3ទៅ7ឆ្នាំជ្រើសរើសជាលទ្ធផលកុមារស្បែកខ្មៅច្រើនលើសលប់បាននាំគ្នាទៅជ្រើសរើសយកតុក្កតាស្បែកសដោយបានបញ្ជាក់ថាតុក្កតាស្បែកសនេះគឺស្រស់ស្អាតហើយពួកគេបានបញ្ជាក់ថាតុក្កតាស្បែកខ្មៅគឺមានភាពអាក្រក់មេធាវី Marshall បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថាភស្តុតាងនេះបានបង្ហាញយ៉ាងច្បាស់ថាច្បាប់ដាច់ដោយឡែកបានបង្រៀនក្មេងស្បែកខ្មៅឲ្យស្អប់ខ្លួនឯងតាំងពីវ័យកុមារភាពដែលនេះគឺជាទម្រង់នៃការបំផ្លិចបំផ្លាញនិងបង្កឲ្យមានការរើសអើងដ៏សាហាវបំផុតដែលរដ្ឋបានធ្វើមកលើពលរដ្ឋខ្លួនឯងជាលទ្ធផលនៃរឿងក្តីនេះនៅខែឧសភាឆ្នាំ1954តុលាការកំពូលបានប្រកាសសាលដីកាជាប្រវត្តិសាស្ត្រដោយចៅក្រមទាំង9រូបតែម្ដងបានសម្រេចសេចក្តីជាឯកច្ឆន្ទឲ្យលោក Oliver Brown ឈ្នះក្តីរឿងក្តីនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រផ្នែកច្បាប់នៅសហរដ្ឋអាមេរិកចំពោះបញ្ហាការរើសអើងពូជសាសន៍ហើយក៏ជាកត្តាជំរុញឲ្យមានចលនាដែលបានកើតមានឡើងជាបន្តបន្ទាប់ទៅលើការទាមទារឲ្យមានការលុបបំបាត់ការរើសអើងពូជសាសន៍នៅឯសហរដ្ឋអាមេរិកសូមអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ